รื่องนี้ខ្ញុំចូលដល់រឿងលោកសយសុភាពរឿងលោកសយសុភាពគឺគាត់មាននិន្នាការនយោបាយផ្សេងពីបងប្អូននាំគ្នាប្រឆាំងគាត់ប្រឆាំងទៅអត់អីទេប៉ុន្តែឥឡូវហ្នឹងលោកសយសុភាពដល់តែពេលគេប្រឆាំងគាត់ខ្លាំងពេកនៅទឹកដីអាមេរិកថ្ងៃនេះគឺគាត់ប្រកាសដាក់ពាក្យប្តឹងក្រុមបកប្រឆាំងសកម្មជនបកប្រឆាំងនៅលើទឹកដីអាមេរិក3នាក់ខ្ញុំថាលោកសយសុភាពក៏កំពុងតែបង្កាត់ភ្លើងថែមទៀតដែរតាមពិតការខន្តីឬក៏អត់ធ្មត់មួយចំនួនកន្លែងខ្លះក៏វាយើងដឹងថាវាអត់ដែលមានផ្សែងអត់ភ្លើងទេក្រុមប្រឆាំងគេទៅស្រោចរួមលោកសយសុភាពនៅ North Carolina ទៅរករឿងដល់លោកថាច់សីហាដែលប្រធានអង្គការខ្មែរមួយនៅ North Carolina ដែលអនុញ្ញាតឲ្យរាប់អានលោកសយសុភាពឲ្យផ្ទះឲ្យអាហារអីទទួលទានដើម្បីស្វាគមន៍នៅ North Carolina ហ្នឹងគឺត្រូវទាំងអស់ប្រដាសាទាំងអស់សំបីតែសម្ព័ន្ធក្រុមគ្រួសារតំណែងអីក៏ដាក់ប្រដាសាទាំងអស់ឥឡូវនេះដល់តែពេលអញ្ចឹងទៅគឺលោកសយសុភាពគាត់ថាគាត់បានដាក់ប្តឹងទៅស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិកប្រឆាំងនឹងបុគ្គល3រូបគាត់មិននិយាយថាបណ្ដឹងហ្នឹងគាត់ដាក់រឿងអីបុគ្គល3រូបហ្នឹងជាអ្នកណាប៉ុន្តែរឿងថ្មីនេះបុគ្គល3រូបដែលទៅជួបគាត់ផ្ទាល់ហើយឡើងមកធ្វើ live show មានអ្នកណាមានតែសកម្មជនបកប្រឆាំងនៅ North Carolina នៅតំបន់Kingsboro នៅកន្លែងដែលហូបកាហ្វេជុំគ្នាហ្នឹងគឺមានលោកផនផាណាលោកឈុនសទ្ធីនិងលោកគង់រាយាហើយលោកប្តឹងផ្ដាល់ទៅទូតខ្មែរនៅហ្នឹងគឺយកភ្លើងទៅចាក់ទៅលើសាំងដដែលហ្នឹងប្រហែលជាលោកប្តឹងពីរឿងក្រុមពួកគាត់3នាក់ហ្នឹងទៅធ្វើទុកបុកម្នេញលោកសយសុភាពឬក៏យ៉ាងម៉េចខ្ញុំថាបណ្ដឹងនេះមែនតែនទៅវាអាចជាការការពារខ្លួនលោកសយសុភាពកុំឲ្យថាមកដល់ជាន់ដីអាមេរិកនេះត្រូវបានក្រុមសកម្មជនគណៈបកប្រឆាំងឡោមព័ទ្ធសន្ធាប់ទៅលើគាត់ហើយក៏អត់មាត់អត់កអីសោះអញ្ចឹងថាគាត់នឹងស្លូតដូចជាមិនហ៊ានខ្លាំងដូចនៅស្រុកខ្មែរឬក៏យ៉ាងម៉េចខ្ញុំមិនដឹងដែរប៉ុន្តែចំពោះខ្ញុំលោកសយសុភាពមិននិយាយអីសោះក៏មិនអស់អាគុយអីដែរព្រោះអីលោកបានបកស្រាយឲ្យថាមកលេងទេហើយក្រុមគណៈបកប្រឆាំងគេនិយាយអីនិយាយទៅកុំធ្វើត្រូវឲ្យដូចគេនិយាយក្រុមគណៈបកប្រឆាំងពួកគាត់អាចចឹងបានថាលោកសយសុភាពអាចប្រកាន់ខ្លួនថាគាត់អត់មានខុសអីអត់មានបញ្ហាប៉ុន្តែរឿងដូចខ្ញុំនិយាយចឹងវាអត់ដែរមានផ្សែងអត់ភ្លើងទេលោកសយសុភាពរិះគន់មេដឹកនាំលោកសំរងស៊ីដែលមេដឹកនាំរបស់ក្រុមគេនឹងវាយប្រហាមមួយថ្ងៃ10ដងហ្នឹងនៅស្រុកខ្មែរហ្នឹងរាប់ឆ្នាំហើយហ្នឹងដែលនៅស្រុកខ្មែរគេមានអាចធ្វើអីលោកសយសុភាពបានដល់តែពេលមកជន់ទឹកដីអាមេរិកចឹងទៅខាងក្រុមប្រឆាំងជាឱកាសគេនៅក្នុងការសងសឹករបស់គេដែរព្រោះអីគេអត់អាចធ្វើអីលោកសយសុភាពនៅស្រុកខ្មែរបានយ៉ាងហោចណាស់ក៏គេមិនទៅបានទៅវាយដំលោកសយសុភាពណាគេទៅជួបនៅក្នុងនាមជាភារៈអីចឹងដែរហ្នឹងហើយពេលដែលលោកសយសុភាពប្រាប់ថាកុំឲ្យថតវីដេអូកុំឲ្យអីគាត់សុំនិយាយតាមមកលេឃើញក្រុមគាត់ក៏មិនថតវីដេអូផ្សាយផ្ទាល់អីហើយក៏មិនសួរសំណួរអីក៏គាត់មកធ្វើ live show អីក៏គាត់បញ្យល់រឿងហ្នឹងដែររឿងហ្នឹងគួរតែចប់ត្រឹមហ្នឹងប៉ុន្តែអ្វីដែលខ្ញុំគិតថាវាលើសបន្តិចហ្នឹងគឺមានសកម្មជនក្រៅពីលោកផនផាណាលោកសិទ្ធិហើយនិងលោកគង់រាយាគឺមានសកម្មជនគណៈបកប្រឆាំងមួយរូបទៀតដែលជេរបចោបតិចបដាសាអាភាសតកតនឹងលោកថាច់សីហាអីនេះខ្ញុំគិតថារៀងលើសបន្តិចយើងខឹងយើងស្អប់អីពួកគាត់ទៅស្អប់ប៉ុន្តែក៏សុំឲ្យខាងលោកថាច់សីហាហើយនិងលោកសយសុភាពក៏ត្រូវតែយល់ដែរថាវាអត់មានផ្សែងអត់ភ្លើងទេព្រោះអីលោកសយសុភាពមានគេអាស្រូវច្រើនណាស់នៅប្រទេសកម្ពុជាខ្ញុំគេអាស្រូវនេះសំដៅទៅលើគំនិតដែលលំអៀងទៅគណៈបកកណ្ដាលអំណាចនិងរដ្ឋាភិបាលកម្ពុជាផ្កាប់មុខពេកទៅដែលរិះគន់វាយប្រហារក្រុមប្រឆាំងគ្រប់ពេលព្រោះអីលោកសយសុភាពមែនតើគាត់មានឱកាសតើជាអ្នកសារព័ត៌មានគាត់អាចនៅកណ្ដាលខ្លះទៅអាសាច់ជូនខ្លាបាននៅស្រុកបានជាការពិតដែរប៉ុន្តែជាអ្នកសារព័ត៌មានអាជីពលោកក៏មានសិទ្ធិស្របច្បាប់មួយនៅក្នុងការមើលផ្លូវសច្ចយុត្តិធម៌មួយបានដែរប៉ុន្តែលោកសយសុភាពជាញយដងគឺវាយប្រហារសហរដ្ឋអាមេរិកនឹងកប់មាត់ជេរគេរហូតតតាជំនួយដែលអាមេរិកជួយទៅតាមរយៈ USAID នឹងជាជំនួយឈួតភ្លីភ្លើឈួតលីលាអីណាលាក់នឹងលាក់ទៀតផងដូច្នេះពេលខ្លះគាត់ចង់ផ្គាប់ចិត្តគណៈបកកណ្ដាលអំណាចនឹងរដ្ឋាភិបាលខ្លាំងពេកដែលធ្វើឲ្យគេហៅថាមហាលុតផ្លោះមហាអស្ចារ្យគេឲ្យធ្វើតែមួយយើងធ្វើ10អាហ្នឹង3ជំហានទៅមុខអ្វីដែលអង្គការចាត់តាំងឲ្យនិយាយថាចង់ផ្គាប់ចិត្តគេឲ្យពេញចិត្តយើងឲ្យយកយើងប្រើទៅទៀតដូច្នេះវាលើសដែរហើយរឿងដូចវាប្រហារបន្តិចនិយាយពីរឿងតិចគេចាប់បញ្ជូនជនអន្តោប្រវេសន៍ខ្មែរទៅស្រុកខ្មែរទៅនៅអាមេរិកទៅស្រុកខ្មែរវិញចឹងវាដូចសារហ្នឹងតាមពិតគាត់ចង់មានបំណងល្អនិយាយអំពីថាអ្នកដែលខ្វះឯកសារអីគេបញ្ជូនមិនមែនតែខ្មែរទេនៅស្រុកយៈណាក៏គេបញ្ជូនទៅវិញដែរក្រោមរបបលោកត្រាំប៉ុន្តែគេអត់បញ្ជូនក្រុមសកម្មជនដែលគណៈបកប្រឆាំងដែលសុំសិទ្ធិជ្រកកោនយោបាយនៅស្រុកអាមេរិកទៅឲ្យខ្មែរវាយធ្វើបាបវិញទេព្រោះអីពួកគាត់រត់ពីខ្មែរមកដោយគេចពីរបបលោកហ៊ុនសែននឹងឯងហើយអីបានជាអាមេរិកទៅបញ្ជូនគាត់ទៅវិញក្នុងតម្លៃណាក៏អាមេរិកអត់បញ្ជូនពួកគាត់ទៅវិញដែរអញ្ចឹងបើសិនជាមានសារណាមួយនិយាយទៅវាប៉ះពាល់ផ្លូវចិត្តក្រុមប្រឆាំងគេរិះគន់ថាចង់មកគំរាមកំហែងគេដល់ដីអាមេរិកដូច្នេះលោកសយសុភាពក៏លោកគួរតែដឹងរឿងហ្នឹងដែរ
ประเทศบัตรลูกทัวร์ไอ้ไปกระดาบบันไลบังกาอังกอไอ้มากระนอนั่งเมื่อเติร์ดด้วยเชียบานโจกใจเมาเลงเมาไอ้จังคิดดูอัดมีปัญหาต่อไปได้ก็ยิ่งปีเรื่องเต้าบอกว่าจังจับจังไอ้เนี่ยนาประจูนเตอร์สุขไม้จังมนุษย์ในประเทศสกแขวนี่กี่รอเรื่องได้ทำเมาเนาะด้วยเชียเมากำเรียงกำให้ฉลองได้ไอ้เตียดหายแล้วดับไปลูกดับปีประดังเก๋จะทำเอากำเรียงกำให้ฉลองได้ถ้วยลูกพรพนาลูกทาประยัดผมมีลูกซอยเพียบประหยัดแรงจวนได้อเมริกบานตีพร้อมประหยัดแต่ประดังเตอ FBI ประดังไอเตอร์ปีกามาได้ทากลุ่มเรียนกับแหงฉลองได้เองจังเตอตามปัจจุบันเนี่ยสมีนไฮพอลเรียนคล้วนในลูกซอยสุเพียบก็มีไฮพอลประดังกรมปีกอดปีเรื่องยีพูดตกบกเหมือนไอตามคลอมมือตามไอในสหรัฐอเมริกปันใต้แต่ประดังในสถานทูตขมายนึงบานประโยชน์ไอตัวสถานทูตขมายคือเชียกาด้านนัทปไตยหรือว่าการไปเชียให้ลูกเมาขนมเนียมจิตเตสจอนั่งมีหนาแต่ไว้ดำไอ้กรอนแต่ท่าบัญชีมาเตะเองจังแต่ประดังประดอลนั่งประดังเรื่องไอ้ขยมมันดังกอดประดังเรื่องไอ้ได้จำมือกอดเตยขมายไว้ก่อนหนังบ่อสไลด์ปูลูกสุเพียบเตยขมายไว้หนึ่งไงที่ดับร้ำคายธนูหนังไอ้ให้จำมือแต่ไปกอดบานแต่ดอลบานกบาลไมโครเนื้อนู้เว้นคือกอดจับประดามสุดขนาดปะประชังนั่งให้เตยเตะเพลิงนั่งโกลเตะให้หึงพรมได้มากับน้อก็ดักแรงใหญ่มาชุกนี่จะแหละขนาดบกโกลใจเตียดขยมสนองปอขยมเหมือนจังท่าลูกซอยสเพียบกับมินสัตว์ไอ้ใส่จัดกอดเลยปันใต้ส้มเอาทอยเหมือนอันติเตอร์แต่งลูกซอยสเพียบแต่งคองครมประชังนั่งปันนั่งบ้านให้โปรโมลสเตสัมปันจิญญาเยื่อหมดกระเหืองปุ่มได้วิ่งบองโอนแต่เฮียนยังดับผมไว้เนี่ยกลมปงในขนมใดขมังใดสตรีระบายเยื่อกลมเอาใบกาใบสมตัวใบสถานกาใบกรรมฐานให้ลูกกรามอติโพลในการปุ่งเวียงสถานกาขยมมันท่าเอาลูกปุ่งเวียงสถานกาปันใต้ทั่วนี้คือทั่วเยื่อหรือว่าเรือดมทมจอชกายให้ดูชนะยังเตยแต่ช่างอารมณ์มาครั้งในเวงบองโปนกลมลูกครามขนมไอติโพลนี่หาเลยวิจารณ์ไปลูกซอยสเพียบดักประดังไอเตอประดังให้เหมือนจำใบเตยลูกหมอบไซไอตามมันได้ถึงกลุ่มไอเอาเกดังถลุกประดังไอเตียพ่องอันนั้นคือเชซาได้ทั่วไอเชลเนในนี้คือลือโซประดังนั้นดูมาไม่ได้ยินประดังปูกอดพ่องไอทั้งกำเรียงกับให้ฉลองได้จังยกอาซานั้นแต่ดักประดังลีอเมริกไงขอให้ลูกซอยสเพียบมาอเมริกเตียนั้นจำมือมีใบกระรอนเก็บประดังเกไอบ้านฉันนั่งไออะไรนั่งลูกเมาบ้านอย่างสู้ลำเลยเกี่ยวมามีนควอดมีนไอพองดอกเป็นมีนหลอกกอจังเต๋อวิบานพอเลยให้ดอกไปให้เต๋อคังคนนี้บ้านโยอาเวติกาดำเปิลกวาดนั่งไหวประหากรมประช้างเฮ้แต่ช่วยคนนี้กันแต่โชว์เตียแต่วิออดมีนจะนั่งไอสักบางคำกระทาเรื่องนี้คือเรื่องขาดประโยชน์เหมือนแต่ปันใต้มาลองเตียบองปนแหมมีนสร้างอัดเพลิงไงลูกซอยสเพียบก็เตยผลเด็ดมือกวาดประหารจีโยเลยทีนี้เมาจังให้ลูกจังนวมก็นวมไอเมาสุกอเมริกนี้นะบางสันจะลูกทัวแบบนี้ฮะประดังกรมประชังนี่เตี้ยนะก็นั่งแต่นวมเมาตามระยะลูกซอยสเพียบหรือก่อนเนี่ยนาจีคณะปะประชาชนกัมพูชีเข้มทาขมายยังดาบอเวียจีหากระไรลุงกอนั่งเตี้ยให้อดบานพอเลยดอลขมายเตี้ยได้เชื่อเข้มมา100%เข้มสกอลบองปนขมายเนื้ออเมริกนี่จะบัดดุดบัดใดจังแต่เอาแต่เมียนปลาปลาโลจมูกคณะปะประชาชนดาวกิจห่างนั่งกิจสตอนั่งไงสลังนักขมายจังก้อนตรผลิตภัณฑ์ขมายนะแต่บ่เมียนในน้ำเหมือนเนี่ยได้ปุกอดอัพปุกอดกุมให้ลำเอียงนโยบายตะคางคณะปะกันอำนาจคลังไปคือดาวจีให้อันนั่งไงได้ทั่วไอ้เนี่ยรอกซีกอดปอบบ้าเหมือนแต่บ่กอดมันก้อนตรคณะปะประชาชนอดอายุรุ่นในสระบานถือแต่รนอบถือแต่แอปออฟทอดรูปจมูกเหมือนไตรคณะปะประชาชนดาวแต่เปลมาดาวสระอเมริกมีรูปทอดนั่งกิดังท่านเนี่ยนั่งก้อนตรคณะปะประชาชนผลิตภัณฑ์กอดยอมมาลุอัดบานดอนจังอาไว้ได้ยอมมาลุอัดบานตีสมภิบนั่นคือแปะปอนขึ้นโดยสลอกับปืนจังบางพอในนั้นก็คือจะลุกยิ้มแหละลุกยิ้มแหละมีนชั่วโมงในขนมบัญชีขมายดักตอนในกรรมระบบรัตนากีเจียอเมริกในเปได้ก็ดักตอนในกรรมลุกหรือกรมหุ่นในองค์ญาเจนซีคือมีนชั่วโมงลุกยิ้มแหละมีนชั่วโมงไอ้ในขนมต่างๆดักตอนในกรรมโดยที่กรมหุ่นมีจำนวนระบบกวาดยิ้มแหละตามปัจชั่วโมงยิ้มแหละคือจีบโอนเปอร์เกในขนมตะโกลุกยิ้มชัยลีบ่าบอกโอนพายจีสกอลและลุกยิ้มชัยลีคือจีประเทียนยิ่งtớiคือเชียมันไตรจอนกับผู้ให้เชียดันล้องระบาดลูกคนไซน์โปรดได้ซาแต่ลูกยมชัยลีลูกเมียนโกนไซมุ้ยได้ประตอบปื้อผู้ปื้อเกยยมแหละเนี่ยจังบองระบาดยมแหละนั่นคือไซจงกรอยเกยนั่นคือชมยมชัยลินให้เนี่ยไซลมชัยยมชัยลินนั่นคือเชียแพร่เยียระบาดลูกฮอนมันนี่ลูกคนมันนี้คือจีโกนเพราะระบาดลูกคนแสนโดยเฉพาะลูกยมชัยลีคือเชียดันลองดองสนานจมูกหนึ่งลูกคนแสนให้ลูกยมแหละนี่บอกกระตื้อคือเชียโอนไทยระบาดลูกคนมันนี่อันนี้ខ្ញុំនិយាយអំពីអាពាហ៍ពិពាហ៍កាលពីពេលកន្លងទៅទេប៉ុន្តែថ្មីនេះលោកហ៊ុនម៉ាណីដែលជារដ្ឋមន្ត្រីដូចជាក្រសួងសាធារណការអញ្ចឹងហ្នឹងគាត់បានក្រសួងសាធារណការឬមុខងារសាធារណសុខអធិស្ឋានបងប្អូនព្រោះការងារច្រើនពេកខ្ញុំតាមតំណែងមន្ត្រីយើងមិនអស់ទេព្រោះក្រសួងរដ្ឋយើងនោះវាច្រើនពេក20 30 40
គណៈកម្មការអីចម្រោះទៀតហ្នឹងគឺថាគ្រាន់តែចាំហ្នឹងក៏ចាំមិនអស់ដែរប៉ុន្តែយ៉ាងណាបងប្អូនមិនសំខាន់រឿងគាត់កាន់ក្រសួងណាតែគាត់ជារដ្ឋមន្ត្រីរបស់ក្រសួងមួយអាចជាសាធារណការឬក៏មុខងារសាធារណៈខ្ញុំនឹងបញ្ជាក់បន្ថែមហើយអធិស្ឋានបើមានការឆ្លោះឆ្លួយគ្រាន់តែចាំមិនអស់តែគាត់ជារដ្ឋមន្ត្រីមួយហើយកាន់សម្ព័ន្ធយុវជននៅកម្ពុជានឹងផងលោកហ៊ុនម៉ាណីថ្មីនេះគាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងភរិយាថ្មីហើយចឹងបានន័យថាបានដាច់សង្វាស់ជាមួយនឹងអ្នកស្រីយឹមឆៃលីននេះទៅហើយតែយ៉ាងណាក៏គាត់មានចំណងកូនចៅអីអញ្ចឹងនៅប្រពែប្រពូនដូចសឡកពឹសដដែលទេអញ្ចឹងលោកយឹមលាក់នេះគឺជាកូនប្រុសពៅរបស់លោកយឹមឆៃលីហើយមានក្រុមហ៊ុនច្រើនណាស់ដែលលោកយឹមលាក់គ្រប់គ្រងគឺក្រុមហ៊ុនធំគឺគាត់ជាប្រធានរបស់ក្រុមហ៊ុនមួយសប្តាហ៍ថ្ងៃនេះឈ្មោះថា U Property Management បាទក្រុមហ៊ុនproperty ក្រុមហ៊ុនទ្រព្យអចលនទ្រព្យអីហ្នឹងហើយនឹងជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមួយឈ្មោះថា BIC Group ដែលមានក្រុមបុតសម្ព័ន្ធជាច្រើន BIC Group នេះក៏ធ្លាប់មានរឿងរ៉ាវអាស្រូវច្រើនពេញផ្ទៃប្រទេសដែរតាក់ទងនឹងរឿងផ្សេងទៀតខ្ញុំមិនរៀបរាប់អស់ទេបងប្អូនគាត់តែចង់ឲ្យស្គាល់ថាតើលោកយឹមលាក់ជាអ្នកណាហើយម្ដងទៀតលោកយឹមលាក់គឺជាកូនប្រុសពៅរបស់លោកយឹមឆៃលីដែលជាប់ខ្សាច់សាលោហិតពេលរៀបការនៅក្នុងខ្សែចំណងអាពាហ៍ពិពាហ៍ជាមួយនឹងលោកហ៊ុនសែននេះគឺលោកមានឈ្មោះនៅក្នុងបញ្ជីខ្មៅច្រើនណាស់របស់សហរដ្ឋអាមេរិកផងរបស់អ្វីដែលមន្ត្រីតំណាងរាស្ត្រអាមេរិកនៅរដ្ឋ Texas នៅដែលធ្វើច្បាប់មួយដើម្បីទប់ស្កាត់អកតកម្មឆ្លងដែនឬក៏ការឆបោកអនឡាញហ្នឹងក៏មានឈ្មោះយឹមលាក់លោកយឹមលាក់នៅក្នុងនោះដែរហើយទ្រព្យសម្បត្តិទាំងអស់ដែលគេរឹបអូសពីក្រុមពួកគាត់ហ្នឹងគឺដូចខ្ញុំបានជម្រាបចឹងពីលោក Ben Smith ហ្នឹងគឺមាន82 លានដុល្លារហើយលោកយឹមលាក់មែនតើមានភរិយាជាជនជាតិថៃបាទអញ្ចឹងបានជារបររកស៊ីគាត់នៅថៃហ្នឹងមានច្រើនដែរព្រោះអីលោកស្រីយឹមវិទ្យានីដែលជាជនជាតិថៃភរិយារបស់លោកយឹមលាក់ហ្នឹងគឺជាអ្នកជំនួញជនជាតិថៃមានក្រុមហ៊ុនក្នុងដៃច្រើនណាស់នៅប្រទេសថៃហ្នឹងបាទតែយើងមិនទៅនិយាយថាគេមានក្រុមហ៊ុនសុទ្ធតែប្រព្រឹត្តខុសឆ្គងឬក៏ពុករលួយឬក៏ឆបោកអីទេយើងមិនអាចទៅចោទប្រកាន់គេអញ្ចឹងបានទេគ្រាន់តែថាអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់ថៃហ្នឹងរកឃើញលោកយឹមលាក់ពាក់ព័ន្ធតែមិនបានចោទប្រកាន់ភរិយារបស់លោកយឹមលាក់ពីរឿងការពាក់ព័ន្ធនឹងរបស់អីទេគ្រាន់តែថារឹបអូសទ្រព្យសម្បត្តិនេះគឺមានឈ្មោះលោកយឹមលាក់ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Ben Smith លោក Ben Smith តែប៉ុណ្ណឹងគឺតាំងថៃនោះបាទក្រុមហ៊ុនបណ្ដាញតាំងថៃនោះអញ្ចឹងសរុបសម្រាប់លោកយឹមលាក់ហ្នឹងនឹងក្រុមហ៊ុនរបស់គាត់ដែលពាក់ព័ន្ធនៅថៃហ្នឹងគឺគេរឹបអូសជាងជិត 10,000 លានបាតទៀតគឺ291 លានដុល្លារអញ្ចឹងប្រាក់ដែលរឹបអូសពីក្រុមហ៊ុនពាក់ព័ន្ធនឹងលោកយឹមលាក់នេះច្រើនជាងរឹបអូសពីលោក Ben Smith ទៅព្រោះលោក Ben Smith មានប្រមាណជាសរុបប្រហែលជា280 លានអីចឹងដូច្នេះរឿងនេះគឺហើយចុងក្រោយគឺមានបណ្ដាញមួយទៀតឈ្មោះថា Ulela Max ជាបណ្ដាញ Ulela Max ហ្នឹងគឺមានរឹបអូសទ្រព្យសម្បត្តិអីប្រហែលជា31មុខដែរសំទោសឡើងទៅលើបន្តិចគឺតកតងនឹងទ្រព្យសម្បត្តិដែលគេរឹបអូសពីលោកយឹមលាក់នេះគឺមានដីមានខុនដូទំនើបអគារខុនដូមានប្រាក់ដាក់តម្កល់នៅធនាគារសរុបទៅប្រហែលជា66មុខហើយជាតិគិតជាទឹកប្រាក់មានប្រហែលជិត 10,000 លានបាតនេះហើយដល់ពេលចូលដល់ Ulela Max Network នេះគឺជាក្រុមហ៊ុនមួយដែលគេថាមានពាក់ព័ន្ធនឹងអក្រិតជននៅប្រទេសកម្ពុជាដែររឹបអូសមានទ្រព្យសម្បត្តិជាសាច់ប្រាក់ផងជាគណនីធនាគារផង31មុខសរុបជាទឹកប្រាក់1 លានដុល្លារកន្លះបាទចឹងសរុបទៅគឺនេះគឺជាចំណាត់ការរបស់ថៃតាក់ទងនឹងមន្ត្រីនៅឯប្រទេសកម្ពុជានឹងអុកញ៉ានឹងដូច្នេះថៃគឺគេចាត់ការច្រើនណាស់ហើយនៅតែកម្ពុជានៅឡើយទេដែលអត់ទាន់ឃើញចាត់ការអីនៅសោះប្រហែលជាយើងមិនអាចនឹងរកឃើញអំពីបញ្ហានេះទេនៅស្រុកយើងនោះរកឃើញនៅថៃទៅវិញហើយនៅពេលដែលថៃគេរកឃើញនេះវាធ្វើឲ្យមុខមាត់របស់កម្ពុជាយើងហ្នឹងគឺវាចាប់ផ្ដើមស្រពាប់ខ្លាំងមែនតើដោយសារអីបរទេសគឺប្រទេសនៅជុំវិញយើងគេរកឃើញបញ្ហាគ្រប់គ្នាទាំងកូរ៉េទាំងតៃវ៉ាន់ទាំងហុងកុងទាំងម៉ាឡេទាំងអង់គ្លេសទាំងអាមេរិកគេដាក់ទណ្ឌកម្មគេបង្កកប្រាក់ទាំងអីហ្នឹងសពបែបយ៉ាងតើតើនឹងអ្នកអង្គការប្រមាណអ្នកនឹងហើយទៅខាងខ្មែរយើងអត់មានសោះហ្មងនិយាយទៅអត់មានការស៊ើបអង្កេតអីមួយឲ្យប្រកាសទេបើយើងមិនមែនថាអត់ប្រកាសទេអត់ដែលឃើញមានការស៊ើបអង្កេតឬក៏ធ្វើអីដើម្បីយ៉ាងហោចណាស់ក៏លាងសម្អាតឲ្យគេឈ្មោះអ្នកទាំងអស់នោះវាល្អឬក៏លាងសម្អាតគេឈ្មោះរបស់កម្ពុជាទាំងមូលមើលទៅហាក់បីដូចជាទុកឲ្យខាងគេចាត់ការទៅយើងមិនចាំបាច់ខ្វល់អានេះដូចរឿងកំ pl ែងមួយអញ្ចឹងថាអ្នកខ្លះចូលចិត្តផ្លិចគេថាធ្វើផ្លិចបងប្អូនបើផ្លិចមកអត់អីទេតែធ្វើផ្លិចជាពិសេសរឿងគេជពាក់លុយអ្នកខ្លះពេលដែលគេជពាក់លុយគឺផ្លិចអូយផ្លិចប៉ុន្តែបើ
សុំទោសជាពាក់លុយគេបើជាពាក់លុយគេផ្លេចអូយផ្លេចប៉ុន្តែបើគេជាពាក់លុយវិញចាំព្រោះគាត់កត់ហាគេបើជាពាក់លុយគេក៏អត់កត់ទេគាត់ធ្វើជាផ្លេចឬក៏មិនបាច់កត់ប៉ុន្តែអ្វីដែលជាយុទ្ធសាស្ត្រនៃការដែលជាពាក់លុយគេអត់កត់ហ្នឹងឬក៏ផ្លេចចោះហ្នឹងគឺដោយសារអីអាចពឹងទៅលើម្ចាស់បំណុលដែរគាត់ថាមិនបាច់កត់នាំខាតពេលអីព្រោះអ្នកដែលគេជាម្ចាស់បំណុលគេដែលគេឲ្យលុយយើងខ្ចីហ្នឹងគេកត់ទៅហើយអញ្ចឹងចាំទៅផ្ទៀងផ្ទាត់ទៅសងតែគេទៅក៏រួចឲ្យកុំឲ្យនឿយកត់ច្រើនអាចអញ្ចឹងដែរអាចនៅពេលដែលគេចាប់ផ្ដើមចោតប្រកាន់ហ្នឹងគេចោតអស់ហើយអញ្ចឹងយើងមិនបាច់ធ្វើអីទេតែអានេះមិនមែនអញ្ចឹងទេណារួចខ្លួនយើងជាម្ចាស់ផ្ទះយើងត្រូវសម្អាតផ្ទះយើងព្រោះឥឡូវគេបតាក់គេបិទក៏ក្រិចពេញផ្ទះយើងហើយអញ្ចឹងគេគិតថាផ្ទះហ្នឹងគឺស្មៅគ្រោកអញ្ចឹងយើងត្រូវសម្អាតត្រូវឆ្លោះឲ្យឃើញនៅក្នុងផ្ទះណែថាណែមើលពីក្រៅមកហ្នឹងមិនសំណំទេបើចូលទៅក្នុងមិនដឹងថាហំមិនរបស់គេណែគឺគេសម្អាតស្អាតតែយើងអត់ធ្វើផងតែអញ្ចឹងគេការស្រមៃរបស់គេហ្នឹងគឺថាអូបើស្មៅដោះញុកនៅមុខផ្ទះអាស្អីគេមេលអាសបុតដែលគេយកទៅបោះនៅមុខផ្ទះហ្នឹងរីប៉ាយគ្មានរៀបដើមឈើដើមស្អីមេឃបាក់ធ្លាក់ពេញទឹកពេញដីលបងស្អីហ្នឹងបើកធ្លុះធ្លាយកក្រិចពេញតែមុខផ្ទះជុំវិញផ្ទះហើយទៅការស្រមៃរបស់មនុស្សគ្រប់គ្នាគេថាផ្ទះហ្នឹងទី1គឺបោះបង់ចោលទី2អត់មានមនុស្សនៅហើយបើមានគឺមនុស្សអត់មកយាតចឹងហ្មងមិនដឹងទៅនៅមិនកើតបើវាក្រិចយ៉ាងនេះដូច្នេះអាហ្នឹងឯងវាគេឌីលយើងណាបងប្អូនអញ្ចឹងយើងត្រូវសម្អាតទៅក៏ប៉ុន្តែថ្ងៃនេះគឺយើងមានរឿងមួយដែលឃើញមានចំណាត់ការរបស់ខាងកម្ពុជាដែរគឺរដ្ឋាភិបាលជាតិកម្ពុជាថ្ងៃនេះចេញសេចក្តីថ្លែងការណ៍មួយឬក៏សេចក្តីប្រកាសព័ត៌មានមួយតាក់ទងនឹងរឿងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងលោកអង្ញាហ៊ុនតូប៉ុន្តែសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជានេះមិនបានបើថាជាចំណាត់ការអីមួយឲ្យដុំកំភួនទេវាហាក់បីដូចជាគ្រាន់តែថាដឹងដែររឿងហ្នឹងកាលពីយូរហើយប៉ុន្តែមួយឆ្នាំកន្លះជាងហើយកាលពីខែកញ្ញាឆ្នាំ2024នោះធ្លាប់ដកអាជ្ញាប័ណ្ណពីគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ឈ្មោះថា Hoi One Pay ឥឡូវខ្ញុំអានឲ្យបងប្អូនជ្រាបពីសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជានេះវិញចុះថ្ងៃទី3ខែធ្នូហ្នឹងគាត់ទៅសេថាធនាគារជាតិនៃកម្ពុជាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថាគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ Hoi One Pay ដែលដូរមកសំទោស Hoi One Pay ត្រូវបានដកហូតអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការយោងតាមលិខិតចុះថ្ងៃទី25ខែកញ្ញាឆ្នាំ2024 Hoi One Pay ហ្នឹងគឺបានន័យថាបាត់អាជ្ញាប័ណ្ណប្រតិបត្តិការតាំងតែពីខែកញ្ញាឆ្នាំ2025មក24ម្ល៉េះអញ្ចឹងបានតែជាង1ឆ្នាំហើយបើធនាគារជាតិបានបំពេញកាតព្វកិច្ចជំរះបញ្ជីរំលាយគ្រឹះស្ថាននេះតាមនីតិវិធីច្បាប់ចប់ជាស្ថាពរដោយក្រុមហ៊ុនសវនកម្មនឹងមានឈ្មោះ Riches and Partners អីហ្នឹងគេធ្វើតាមគោលការណ៍នីតិវិធីសវនកម្មរបស់គេយោងតាមសេចក្តីសម្រេចចុះថ្ងៃទី19ខែមិថុនា2025របស់ក្រសួងពាណិជ្ជកម្មអញ្ចឹងបានន័យថាមិនក្រុមហ៊ុន Hoi One Pay ដែលមែនតើទៅដំបូងឡើយវាជា Hoi One Group គាត់ណាដូរអក្សរ H ហ្នឹងមកជា Hoi One Pay ហើយពេលដែលផ្ដាច់អាជ្ញាប័ណ្ណហើយនៅបើកបានរាប់ខែរាប់ឆ្នាំទៀតឲ្យប្រជាពលរដ្ឋខ្លាចជាជនរងគ្រោះមកកណោះឥឡូវដូរពីអា Hoi One Pay ហ្នឹងមកជា H Pay ទៀតសិតតែ Hoi One Group ហ្នឹងតែមួយគាត់ណាដូរតែឆ្កែវាយសារ៉ាហ្នឹងមកធ្វើឲ្យបើកប្រតិបត្តិការប្រជាពលរដ្ឋនៅតែផុងចាញ់បោកអញ្ចឹងតទៅទៀតអញ្ចឹងអតិថិជនដកលុយយ៉ាងសន្ធាប់ពី H Pay ចុងក្រោយហ្នឹងដែលធ្វើឲ្យធនាគារគាំងទៅប្រតិបត្តិការសាច់ប្រាក់ហ្នឹងក៏បិទទៅឥឡូវប្រកាសថាចាំដល់ដំណើរការរហូតដល់ថ្ងៃ5ខែមករាប្រហែលជាជិត2ខែមិនដឹងថាផ្អាកទៅបានលុយមកពីណាបើសិនជាគេនាំគ្នាសម្រុកឲ្យមានបញ្ហាអាមេរិកអីដាក់ទណ្ឌកម្មដាក់អីចូលក្នុងបញ្ជីខ្មៅបែបនេះតើប្រព័ន្ធហិរញ្ញវត្ថុវាអាចទៅមុខរួចទេអញ្ចឹងដល់ពេលអញ្ចឹងឥឡូវទម្លាក់ផ្លាកទៅទៀត HP អីហ្នឹងគឺទម្លាក់ផ្លាកចេញពីអាគាររបស់គាត់ហើយព្រោះកាលមុននៅដាក់បានទៀតសូម្បីតែដកអាជ្ញាប័ណ្ណដកអីក៏នៅតែមានស្លាកនៅមានអីរហូតតតែអាមេរិករករឿងរហូតតតែពិភពលោកហ្នឹងគេចាប់ផ្ដើមរករឿងបានចាប់ផ្ដើមទម្លាក់ស្លាកហើយនៅពេលដែលអតិថិជនខ្លាចជាជនរងគ្រោះនឹងមិនដឹងប្រមាណពាន់នាក់ដូច្នេះនេះជាសេចក្តីថ្លែងការណ៍ឬក៏សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជានៅពេលនេះគឺមិនបានបន្ថែមអ្វីដើម្បីជាការស៊ើបអង្កេតស្រាវជ្រាវឲ្យស៊ីជម្រៅបន្ថែមទៀតតាមពិតត្រូវតែមានការស៊ើបអង្កេតស៊ីជម្រៅមួយទៀតទៅលើអ្វីដែលជាការបំពានការដកអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុននេះតាំងតែពីថ្ងៃទី25ខែកញ្ញាឆ្នាំ2024ម្លេះតើហេតុអីបានជាក្រុមហ៊ុននេះអាចផ្កើនបំពានលើកស្លាកបានបើទោះបីជារដ្ឋធនាគារជាតិកម្ពុជាដកអាជ្ញាប័ណ្ណតើខ្នងគាត់ក្រាស់ប៉ុណ្ណាបានជាគាត់អាចធ្វើបំពានបែបនេះហើយឥឡូវនៅពេលដែលចាប់ពីមុនមកស្រាប់តែជនរងគ្រោះនៃការប្រព្រឹត្តនេះคล้ายទៅជារាប់ពាន់អ្នកបន្ថែមទៅទៀតហើយមានបញ្ហាប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាហើយអាមុខមាត់កម្ពុជាហ្នឹងក៏ស្រអាប់តែយ៉ាងណាអ្វីដែលឮពីធនាគារជាតិនេះគឺគ្រាន់តែថាធនាគារជាតិកម្ពុជាក្រើនរំលឹកដល់សាធារណជនគ្រឹះស្ថានធនាគារហិរញ្ញវត្ថុ
មេតាមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើប្រតិបត្តិការណាដែលពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូមកដល់នេះធនាគារជាតិកម្ពុជាថាអត់ដែលបានអនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណណាមួយសោះសម្រាប់ទ្រព្យគ្រីបតូតែទ្រព្យគ្រីបតូហ្នឹងក្រុមហ៊ុនរបស់អង្គការ Gen Z ដែលជាទីប្រឹក្សារបស់លោកហ៊ុនសែនហ្នឹងបើកឯងឡើងក៏ក្រាក់ពេញផ្ទៃប្រទេសបោកដល់ស្រុកអាមេរិកស្រុកយ៉ាណាមានជនរងគ្រោះរាប់លានអ្នករហូតដល់តែអាមេរិកបង្កក់ទ្រព្យសម្បត្តិរឿងរូបិយវត្ថុគ្រីបតូ